តាមរយៈការចូលរួមរយៈពេល6ខែនៅក្នុងកម្មវិធី Clean Energy Fellowship នេះមកខ្ញុំទទួលបានចំណេះដឹងជាច្រើនពីអ្នកជំនាញក៏ដូចជាគ្រូបណ្ដុះបណ្ដាលតាមរយៈវគ្គសិក្សាទៅលើប្រធានបទផ្សេងគ្នាដូចជាបច្ចុប្បន្នភាពដំណើរការនៃការផ្លាស់ប្ដូរទៅរកថាមពលស្អាតនិងអនាគតនៃវិស័យថាមពលនៅកម្ពុជាជារួមសម្រាប់អ្វីដែលខ្ញុំរៀនបានពី Fellowship មួយហ្នឹងគឺទី1តាក់ទងជាមួយនឹងទស្សនៈការយល់ដឹងរបស់ខ្ញុំគឺបានការឡើងជាមុនពីភាពបដិកលាគ្នានៃថាមពលស្អាតហើយជាមួយនឹងបម្រែបម្រួលអាកាសធាតុខ្ញុំដឹងថាថាមពលស្អាតវាសំខាន់មិនត្រឹមតែសម្រាប់ការថែរក្សាបរិស្ថានតែមួយមុខដោយការគិតរបស់ខ្ញុំពីមុនទេនិយាយរួមគឺវារួមចំណែកលើកកម្ពស់ជីវភាពនិងគុណភាពការរស់នៅរបស់ប្រជាជនបំពេញតម្រូវការថាមពលនៃគ្រប់វិស័យធានាឲ្យយើងមានសន្តិសុខថាមពលក្នុងប្រទេសក៏ដូចជាអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ចផ្សេងៗដំណើរការទៅមុខបាននិយាយរួមពេលនេះយើងមានកំណត់ថ្មីឬទស្សនៈថ្មីខ្ញុំគិតថាដើម្បីឲ្យប្រទេសជាតិយើងអាចរីកចម្រើនបានទៅមុខយើងក៏បីយកចិត្តទុកដាក់ខ្ពស់ទៅលើថាមពលស្អាតហើយតាមរយៈកម្មវិធីនេះខ្ញុំមិនត្រឹមតែបានរៀនពីគ្រូបង្គោលប៉ុណ្ណោះទេខ្ញុំក៏បានរៀនពី fellow ដែលគាត់មកពីវិស័យខុសៗគ្នាហើយអនុញ្ញាតឲ្យយើងមើលឃើញពីទំនាក់ទំនងថាមពលស្អាតទៅនឹងការងាររបស់ពួកគាត់ខ្ញុំគិតថាតាក់ទងជាមួយនឹងជំនាញប្រើប្រាស់បទវិចារណកថានៅក្នុងការសរសេរព្រោះខ្ញុំគិតថាហ្នឹងវាក៏ជាជំនាញមួយសំខាន់នៅក្នុងការដែលយើងប្រើប្រាស់សម្លេងរបស់យើងដោយមានយើងហៅថាជា evidence ជាអីដែលយើងអាច convincing អ្នកដែលគាត់អនុវត្តគោលនយោបាយឬក៏អ្នកភាគីពាក់ព័ន្ធផ្សេងៗនៅក្នុងការចូលរួមនៅក្នុងធម្មពលស្អាតវិស័យធម្មពលស្អាតមួយនឹងផងដែរកម្មវិធីនេះបានជួយជំរុញឲ្យខ្ញុំគិតឲ្យបានទូលំទូលាយជាងមុនអំពីដំណោះស្រាយធម្មពលស្អាតនៅក្នុងការងាររបស់ខ្ញុំសប្តាហ៍ជាក់ស្ដែងតាមរយៈ Think Test របស់ខ្ញុំបានសិក្សាស្វែងយល់បន្ថែមអំពីប្រព័ន្ធតាមដាននៅក្នុងវិស័យកសិកម្មដែលអាចរួមបញ្ចូលជាមួយសុចនាករធម្មពលស្អាតដែលមានអត្ថប្រយោជន៍ដល់ទាំងបរិស្ថាននិងជីវភាពរបស់កសិករអ្វីដែលខ្ញុំបានសិក្សាពីក្នុង Fellowship នេះបានជួយឲ្យខ្ញុំបំពេញតួនាទីជាអ្នកចូលរួមលើកតម្កើងចីរភាពទៅដូចជានិរន្តរភាពនៅក្នុងវិស័យឧស្សាហកម្មឲ្យកាន់តែប្រសើរឡើងជាងមុនទៅទៀតដោយឡែកថាមពលស្អាតជាប្រធានបទមួយដែលសំខាន់មួយស្រាប់ហើយសម្រាប់វិស័យរបស់ខ្ញុំដែលជាវិស័យវិញ្ញាណភ័ណ្ឌហ្នឹងហើយពេលនេះខ្ញុំបានយល់ដឹងច្បាស់ជាងមុនថាតើការអនុវត្តជាក់ស្ដែងនៃការប្រើប្រាស់ថាមពលស្អាតហ្នឹងគឺមានបែបបទដូចកម្លេចខ្លះយើងត្រូវការវិនិយោគបែបណាវាប៉ះពាល់នឹងតាក់ទិនទៅនឹងភាគីណាខ្លះហើយវាអាចស្របទៅនឹងតម្រូវការទីផ្សារនិងអាជីវកម្មបែបម៉េចជាដើមដោយសារតែខ្ញុំបានយល់ពីវាអាចថាគ្រប់ជ្រុងជ្រោយជាងមុនបែបនេះខ្ញុំអាចសន្ទនាខ្ញុំអាចលើកឡើងនិងជជែកអំពីថាមពលស្អាតដោយជឿជាក់និងច្បាស់លាស់ជាងមុនតួយ៉ាងដែលសារមុខពីវិស័យសកម្មភាពខ្ញុំនឹងជួយជំរុញឲ្យមានការពិភាក្សានិងការគិតគូរពីថាមពលស្អាតក្នុងវិស័យនេះឲ្យបានច្រើនជាងមុនជាពិសេសខ្ញុំគិតថាធុរកិច្ចថ្មីនិងសហគ្រិនវ័យក្មេងអាចគិតគូរពីឱកាសក្នុងការផ្ដោតលើធុរកិច្ចថ្មីឬក៏ start up របស់ពួកគេក្នុងវិស័យថាមពលស្អាតនេះពួកវាអាចជាផ្នែកមួយក្នុងការជំរុញឲ្យសម្រេចបាននៅថាមពលស្អាតនៅក្នុងប្រទេសកម្ពុជាយើងបានផងដែរខ្ញុំគិតថាវានឹង interesting នៅថ្ងៃអនាគតមួយទៀតគឺតាក់ទងជាមួយនឹងការបញ្ជ្រាបសមភាព gender នៅក្នុងប្រភពថាមពលស្អាតដែលយើងជាធម្មតាយើងអាចនិយាយបានថាជាថាមពលដែលប្រកបដោយយុត្តិធម៌ដែលធានាបានថាមនុស្សគ្រប់គ្នាអាចប្រើប្រាស់វាបានដល់ថ្ងៃខាងមុខខ្ញុំសង្ឃឹមថានឹងអាចនាំយកប្រធានបទថាមពលស្អាតទៅក្នុងកិច្ចសន្ទនាផ្សេងៗក្នុងវិស័យកសិកម្មនិងនិរន្តរភាពពីព្រោះថាមពលស្អាតមិនត្រឹមតែជាដំណោះស្រាយបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែវាគឺជាកន្លឹះសម្រាប់ផ្លាស់ប្ដូរជាប្រព័ន្ធដែលអាចរាប់បញ្ចូលទៅក្នុងគម្រោងស្រាវជ្រាវនិងកិច្ចការងាររបស់ខ្ញុំនៅថ្ងៃអនាគត